xưa là tôi nên xưa đây là kia hay níពួកខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាអំពីវីដេអូរបស់ពួកខ្ញុំអរគុណបានបងជាអូខេមួយសួស្ដីបងតើខ្ញុំអាចរំខានពេលបងរយៈពេល1នាទីដើម្បីសួរសំណួរខ្លះៗអំពីវិទ្យាស្ថានរបស់យើងបន្តិចបានទេបងបានបងជាដំបូងខ្ញុំសូមឲ្យបងណែនាំឈ្មោះក៏ដូចជាបងសិក្សានៅមហាវិទ្យាល័យអីដែរបងខ្ញុំឈ្មោះស្មិតអ៊ីវ៉ាន់មកពីមហាវិទ្យាល័យសំណង់ស៊ីវិលឆ្នាំទី2នៅក្រុម A ចាអញ្ចឹងខ្ញុំសូមសួរសំណួរបងមួយគឺខ្ញុំសូមសួរថាតើវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជាដែលហៅកាត់ថាសាលា NPIC ហ្នឹងមានចំណុចទាក់ទាញអីខ្លះដែលធ្វើឲ្យបងហ្នឹងមកសិក្សានៅទីនេះសម្រាប់ចំណុចទាក់ទាញដំបូងខ្ញុំមើលឃើញថាលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យគាត់បង្រៀននៅហ្នឹងល្អហើយមានការអភិវឌ្ឍអនុវត្តផ្ទាល់ហ្មងណាហើយគ្រឿងសម្ភារៈឧបករណ៍អីមានច្រើនអញ្ចឹងវាងាយស្រួលក្នុងការរៀនហើយឆាប់បានចាអញ្ចឹងមានតែចំណុចឯងមានអីថែមហ្នឹងពីហើយមួយទៀតខ្ញុំការបង្រៀនរបស់គាត់ហ្នឹងគឺល្អឆាប់បានគាត់បញ្យល់បែបច្បាស់លាស់មានផុសតាងមានអីឲ្យមើលអញ្ចឹងណាចាហើយទី2នោះដោយសារតែមានការណែនាំពីបងប្អូនគាត់ធ្លាប់រៀននៅហ្នឹងទៅក៏បានរៀននៅហ្នឹងចាតែប៉ុណ្ណឹងអរគុណបងសម្រាប់ការចូលរួមជាដំបូងខ្ញុំសូមឲ្យបងណែនាំឈ្មោះក៏ដូចជាមុខជំនាញដែលបងសិក្សានៅសាលាវិទ្យាស្ថានភូមិបច្ចេកទេសជាតិកម្ពុជាគឺហៅកាត់ថា NPIC នេះបងសាលាតើបងមានឈ្មោះអ្វីដែរបងបាទជំរាបសួរខ្ញុំឈ្មោះវឿនសវណ្ណហើយខ្ញុំមករៀននៅសាលា NPIC នេះគឺខ្ញុំមករៀននៅជំនាញវិស្វកម្មសំណង់ស៊ីវិលហើយខ្ញុំឥឡូវនេះខ្ញុំចូលបានឆ្នាំទី2ហើយចាបងអរគុណច្រើនអញ្ចឹងខ្ញុំសូមសួរសំណួរបងមួយគឺខ្ញុំសូមសួរថាតើវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជាដែលហៅកាត់ថាសាលា NPIC មានចំណុចទាក់ទាញអ្វីខ្លះដែលធ្វើឲ្យបងហ្នឹងមកសិក្សានៅទីនេះដែរបងការដែលខ្ញុំមករៀននៅនេះដំបូងឡើយទី1ខ្ញុំគិតថាទីនេះមានហារូបករណ៍ខ្ញុំមករៀនទៅខ្ញុំអាចបានហារូបករណ៍50% កាលហ្នឹងខ្ញុំរៀនបាននីតិBអញ្ចឹងណាចាបងអញ្ចឹងទៅបាន50%ហើយគិតថានៅក្នុងថ្នាក់ហ្នឹងបើយើងអាចមានបានចំណាត់ថ្នាក់ល្អក៏អាចទទួលបានហារូបករណ៍បន្ថែមដែរអញ្ចឹងទៅខ្ញុំអាចកាត់បន្ថយការចំណាយខ្លះហើយមួយទៀតការខ្ញុំមកសាលាហ្នឹងដំបូងខ្ញុំឃើញថាបរិយាកាសនៅសាលានេះគឺល្អមានដើមឈើឬក៏ស្វាស្មៅបៃតងស្អាតអញ្ចឹងក៏តាក់ទាញខ្ញុំដែរហើយខ្ញុំគិតថាខ្ញុំបានសួរបងដែរគាត់ថាគុណភាពសាលានេះល្អគ្រូព្រានល្អមានន័យល្អអញ្ចឹងណាហើយចំណុចបន្ទាប់ដោយសារជំនាញខ្ញុំហ្នឹងគឺជំនាញសំណង់អញ្ចឹងទៅត្រូវការអនុវត្តឬក៏ធ្វើផ្ទាល់ច្រើនហើយបើខ្ញុំមកមើលទៅមានការមានរោងជាងមានកន្លែងដែលត្រូវអនុវត្តដូចជារៀបអិតឈូសឈើអាលឈើឬក៏រៀបការ៉ូរៀបអីចានអញ្ចឹងទៅខ្ញុំក៏គិតថាសាលានេះល្អសម្រាប់ជំនាញរបស់ខ្ញុំបាទប៉ុណ្ណឹងចាអរគុណច្រើនបងសម្រាប់ការចូលរួមក្នុងវីដេអូរបស់ខ្ញុំជំរាបសួរបងខ្ញុំសូមរំខានពេលបងពី3នាទីដើម្បីសួរអំពីសាលាយើងបានអត់បងបានបងចាចំពោះសាលា NPIC យើងហ្នឹងមានចំណុចទាក់ទាញអីខ្លះដែលអាចធ្វើឲ្យបងចាប់អារម្មណ៍រៀននៅទីនេះបងសម្រាប់ខ្ញុំNPIC មានភាពទាក់ទាញដូចជាមុនដំបូងខ្ញុំមើលទៅលើ background របស់សាលាថាសាលាហ្នឹងមានភាពទាក់ទាញអ្វីខ្លះគឺខ្ញុំបដោតទៅលើសាស្ត្រាចារ្យហ្នឹងខ្ញុំមើលថាតើពួកគាត់នឹងការបង្រៀនឬក៏អ្វីដែលគាត់ស្រាវជ្រាវមកថ្មីឬក៏អត់ហើយជាពិសេសគឺការបទពិសោធន៍នៅក្នុងការបង្រៀនរបស់គាត់អញ្ចឹងហើយធ្វើឲ្យខ្ញុំមានភាពទាក់ទាញជាពិសេសមួយទៀតគឺបរិស្ថានរបស់ NPIC គឺមានធ្វើឲ្យតាំងស្រស់ថាមួយយើងនៅជាក្រុងផងអត់សូវមានការរំខានអំពីមជ្ឈដ្ឋានខាងក្រៅហើយណាមួយឧបករណ៍នៅក្នុងការអនុវត្តរបស់សាស្ត្រាចារ្យគឺមានភាពជាក់ស្ដែងនៅពេលដែលយើងរៀនយើងមានម៉ោងទ្រឹស្ដីយើងមានម៉ោងអនុវត្តជាក់ស្ដែងចឹងហើយធ្វើឲ្យសិស្សជាច្រើនគាត់ឆាប់ចាប់បានហើយគាត់ទទួលបាននូវចំណេះដឹងទាំងការដែលយើងរៀនជាមេរៀនទ្រឹស្ដីហើយនឹង
ជាពិសេសទៅនឹងការអនុវត្តមួយទៀតគឺខ្ញុំ focus ទៅលើអេរិយាបថរបស់សិស្សនៅក្នុងវិទ្យាស្ថាននៅក្នុងវិទ្យាស្ថាននឹងវិសាខ្ញុំសង្កេតឃើញថាសិស្សនៅក្នុងវិទ្យាស្ថាននៅ NPIC ភាគច្រើនគឺគាត់មានអេរិយាបថសមរម្យជានិស្សិតហើយភាគច្រើនគឺខ្ញុំផ្ដោតទៅលើមួយទៀតគឺកម្រិតនៃការយល់ដឹងរបស់សិស្សហើយខ្ញុំយល់ខ្ញុំបានមករៀននៅ NPIC ដោយសារតែខ្ញុំបានសួរនឹងសិស្សច្បងបទពិសោធន៍របស់សិស្សច្បងហើយសិស្សច្បងគាត់មានបទពិសោធន៍ច្រើនដោយសារគាត់បាននិយាយថានៅ NPIC គឺជាសាលាដែលល្អដែលសម្បូរទៅដោយធនធានមនុស្សនិងជាមជ្ឈដ្ឋានដែលបណ្ដុះនៅនិស្សិតដែលសម្បូរទៅដោយចំណេះដឹងជាច្រើន ចាអរគុណបងស្ងាត់មតិយោបល់អំពីសាលាយើងអញ្ចឹងអរគុណបងច្រើន và chúng mình nói là nhưng mình khơi nơi chỉ cần chết tôi chạy ở phương tây tây cao chế để các bạn về sĩ cứ là cái nhân tin liên không xử lý hay hôm bây giờ nói test của mình tỏ cứ nó đến người ta chơi chán đây là ai nói chuyện của nó rồi mới tiết nơi chỉ sáng chúng bố từ đó chúng nên ra một sân chơi hơi thì chán đấy là quay được kháng nhất mình cứ nơi thì mình sẽ làm tiếp và đôi chia mình phòng sau đó không ca về thì đấy. Aku